បាទជំរាបសួរពុកម៉ែបងប្អូនគ្នានឹងអីសម្រាប់បងប្អូនដែលអត់ទាន់ចេះដាក់ scan មុខឬក៏លេខកូដអេក្រង់បងប្អូនសំខាន់វីដេអូនេះយើងធ្វើជូនបងប្អូនដែលអត់ដែលបានដាក់ឬក៏គាត់ទើបប្រើ iPhone ថ្មីបងប្អូនអញ្ចឹងនឹងអីសម្រាប់វីដេអូនេះបងប្អូនចង់ដាក់លេខកូដអេក្រង់បងប្អូនយើងអស់មកបងប្អូនចូលកន្លែងយើងឆុយថាថ្មីអស់បងប្អូនចូលកន្លែងsetting នេះមកបងប្អូនពាក្យ setting ហ្នឹងមកបន្តមកទៀតបងប្អូនអស់មកលើមកបងប្អូនឃើញពាក្យថា Face ID និង and passcode ហ្នឹងយើងបងប្អូនចុចកន្លែងហ្នឹងបងប្អូនណាហើយបន្តមកទៀតកន្លែងនេះគេឲ្យយើង set up Face ID ខ្ញុំមើលថា scan មុខហ្នឹងបងប្អូនអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកបងប្អូនចុចទៅនឹងមកហើយបងប្អូនចុច get start ជា get start ហើយបងប្អូន scan មុខបងប្អូនឲ្យពេញហ្នឹងបងប្អូនកន្លែងនេះយើងឧទាហរណ៍នេះ scan មុខឲ្យពេញមកនឹងបងប្អូនយើងធ្វើមុខកវីកវត្តយ៉ាងទៅពេញហើយចេញបែបនេះហើយបងប្អូនចុចset up letter នេះក៏បានបងប្អូនចុចហ្នឹងមកហើយវាដានអញ្ចឹងវាឲ្យវាយលេខកូដហើយលេខកូដនេះមានជម្រើសបងប្អូនអាចដាក់6ខ្ទង់ក៏បានបងប្អូនដាក់4ខ្ទង់ក៏បានហ្នឹងបងប្អូននេះយើងអាចដាក់4ខ្ទង់ក៏បានបងប្អូនចង់ដាក់6ខ្ទង់ក៏បានឬបងប្អូនដាក់ជាអក្សរក៏បានណាបងប្អូនណាយើងដាក់4ខ្ទង់លេខកូដ4ខ្ទង់យើងបងប្អូនដាក់លេខប៉ុន្មានដាក់ទៅស្អីចិត្តទេដាក់លេខកូដហើយយើងចុចកន្លែង use anyway នេះមកបញ្ជាលេខកូដហ្នឹងឲ្យចំណាំផងប្រយ័ត្នភ្លេចខ្លួនឯងហ្នឹងហើយយើងវាយភាសាទៀតហ្នឹងបងប្អូនហ្នឹងហើយយើងមានថាស្តាប់នេះយើងដាក់ scan មកហើយបងប្អូនលេខចង់ដឹងយើងបើកខ្សោមកវាជាប់លេខកូដយើងបែរមកមុខមក scan មុខហ្នឹងបងប្អូនយ៉ាងនេះខ្ញុំដាក់មុខខ្ញុំអញ្ចឹងហ្នឹងយើង scan មុខបងប្អូនហ្នឹងឯងមានតែប៉ុណ្្នឹងទេបងប្អូនឥឡូវមិញយើងដាក់ឥឡូវយើងដោះវិញបងប្អូនពេលខ្លះយើងចេះដាក់ចេះដោះបងមិនចេះជោគចេះស្រាយបងប្អូនអញ្ចឹងបើយើងចង់ដោះវិញមានន័យថាយើងចូលកន្លែងហ្នឹងមកបន្តមកទៀតបងប្អូនចុចកន្លែងFace ID មកហ្នឹងបងប្អូនណា Face ID នឹងវិញមកហើយបន្តមកទៀតវាទាមទារលេខកូដអញ្ចឹងលេខកូដយើងដាក់មិញហ្នឹងយើងវាយវិញមកហ្នឹងបងប្អូនយើងវាយមកហើយកន្លែងនេះខាងក្រោមនេះគេដាក់ថា reset Face ID អញ្ចឹងយើងចុចកន្លែងខាងក្រោមវិញយើងអត់ហ្នឹងបងអញ្ចឹងប៉ុណ្្នឹងហើយយើងចុចមកក្រោមពីទៀតមកបន្តមកទៀតកន្លែង passcode កន្លែងយើង reset Face ID មានន័យថាយើងផ្ដាច់តែលេខscan មុខឯងប៉ុន្តែលេខកូដយើងនៅដែរទេអញ្ជើញយើងលុកសារមកលេខកូដនៅដែរហើយ scan មុខគឺវាលែង scan ហើយអញ្ចឹងយើងលេខកូដខ្ញុំដាក់មិញទេអញ្ចឹងយើងធ្វើការបិទលេខកូដនឹងទៀតនៅបងដោយសារនេះយើងជាប់គ្នាហ្មងអត់អីទេតែដោយសារយើងលុកសោទៅយើងchơiកន្លែងនេះ turn នេះកន្លែង turn passcode off នេះចុចទៅនឹងមកអញ្ចឹង turn off ហ្នឹងហើយយើងវាយលេខកូដដល់លេខកូដខ្ញុំដាក់មិញយើងវាយមកហ្នឹងបងអញ្ចឹងប៉ុណ្ណឹងហើយបងអញ្ចឹងធម្មតាវិញហ្នឹងហើយសម្រាប់បងប្អូនដែលប្រើ iPhone ថ្មីដែលចង់ដាក់ scan មុខបងប្អូនអាចមើលវីដេអូនេះបានបងហើយយើងប្រាប់តាំងពីវិធីដាក់និងវិធីដោះអរគុណ